Tri Đà Na tớiចូលស្ម័គ្រចិត្តជាមួយរដ្ឋាភិបាលដោយបង្កើតត្រីខខ្មែរមានរោងចក្រទេបើអត់មានរោងចក្រទេTri Đà Naគ្រាន់តែដាក់ស្លាកខ្មែរនិងរាជការប្រាប់ថាវាគួរណាស់Tri Đà Naគិតថាតើត្រូវបើករោងចក្រឬមិនបើកជួនកាលTri Đà Naគ្នាបើកអត់បានទេព្រោះគ្នារកស៊ីលក់លេលក់មាសគ្នាអត់មានទេពកោសល្យខាងអាហារគេហៅថាខាងគ្រឿងឧបភោគបរិភោគទេអញ្ចឹងគ្នាធ្វើអត់បានប្រាប់ថាTri Đà Naកុំបន្លំរដ្ឋមិនឲ្យបន្លំអញ្ចឹងទេពីព្រោះវាខូចនយោបាយមិនយកទោសបីអីទេប៉ុន្តែប្រាប់Tri Đà Naថាឈប់យកត្រីខវាយស្លាកខ្មែរចូលទៅពីព្រោះTri Đà Naមិនមែនឧស្សាហករទេអ្នកលក់លេអញ្ចឹងTri Đà Naថាសម្ដេចខ្ញុំមានឱកាសផលិតសាប៊ូកក់សក់ហើយនឹងសាប៊ូបោកខោអាវនៅក្នុងប្រទេសកម្ពុជាតែជំហានដំបូងខ្ញុំយក 20% ផលិត 30-40% តាមដំណាក់កាលតែខ្ញុំអាចធ្វើបានទេអាហ្នឹងចុះបញ្ជីជាមួយរាជការទៅបើរាជការមើលឃើញទំហំនៃផលិតកម្មសាប៊ូនឹងល្អឲ្យTri Đà Naធ្វើទៅដំណាក់កាលទី1ដំណាក់កាលទី2ដំណាក់កាលទី3Tri Đà Naបញ្ចប់ជាស្ថាពរម្ចាស់ការលើផលិតផលសាប៊ូរបស់Tri Đà Naធ្វើបានតើបងប្អូនស្ដាប់ឮខ្ញុំនិយាយយល់យ៉ាងម៉េចដែរយល់យ៉ាងម៉េចដែរតើធ្វើទៅតាមយោបល់ដែលខ្ញុំលើកឡើងនេះតើរាជការអាចនឹងធ្វើឲ្យចម្រើនផលិតផលក្នុងស្រុកដោយមិនចាប់បង្ខំទេគឺឲ្យទៅតាមដំណាក់កាលប៉ុន្តែរាជការត្រូវដឹងរាជការត្រូវដឹងនេះនិយាយតែសាច់សហគ្រាសធំទេសហគ្រាសតូចតាចត្រូវមាននយោបាយដោយឡែកតើលោកអ្នកប្រិមិត្តស្ដាប់ទៅយល់ឃើញយ៉ាងណាមិនមែនទៅឲ្យដីគេដើម្បីបង្កភាពពុករលួយទេការផ្ដល់ដីឲ្យទៅទេឲ្យគេដាំស្មៅហើយសង្ឃឹមថាគេផលិតទឹកដោះគោស្រស់បានគឺជារឿងស្រមើស្រមៃហើយការដែលទៅបបួលគេឲ្យបង្កើតផលិតផលក្នុងស្រុក 100% ធ្វើមិនកើតទេពីព្រោះអ្វីពីព្រោះរាជការគ្មានដើមឲ្យគេរាជការគ្មានដើមឲ្យគេណារាជការគ្មានដើមឲ្យគេអូខេអាហ្នឹងមួយទៀតបើរាជការមានលុយបើទេណាបើរាជការមានលុយរាជការបង្កើត start up financing program ប្រែជាភាសាខ្មែរថាកម្មវិធីហិរញ្ញវត្ថុសម្រាប់ចាប់ផ្ដើមផលិតនរណាដែលចង់ផលិតជាពិសេសអ្នកនឹងមានពិសោធន៍ផលិតបង្ហាញផែនការផលិតកម្មរបស់ខ្លួនត្រឹមត្រូវនិងទទួលបានកម្ចីពីរដ្ឋាភិបាលសម្រាប់5ឆ្នាំឬសម្រាប់10ឆ្នាំបើសិនណាជារាជការចង់ផ្ដួចផ្ដើមហិរញ្ញវត្ថុតែបើតាមខ្ញុំមើលទៅមនុស្សនៅប្រទេសកម្ពុជាមានលុយច្រើនគ្រប់គ្រាន់នឹងធ្វើដើមទុនដូច្នេះការផ្ដល់ហិរញ្ញវត្ថុការផ្ដល់ហិរញ្ញវត្ថុឲ្យនាំពុករលួយទេនាំអ្នកខ្ចីទៅលាយហិនហោចទេត្រូវហៅសេដ្ឋីហើយនឹងសហគ្រិនមកជួយផលិតជាជាងការប្រើ small medium size business loan ពីព្រោះការបង្កើត financing program for small and medium business អាចคล้ายទៅជាអំពើពុករលួយវាបាត់លុយរាជការនេះក៏ជាចំណែកមួយដូចនៅប្រទេសចិនបាត់លុយច្រើនណាស់ទៅលើ small and medium business loan នៅអាមេរិកក៏អញ្ចឹងដែរ small and medium business loan វាคล้ายទៅជា corruption វាស្ដាប់ទៅពីរោះប៉ុន្តែវាពុករលួយនៅប្រទេសកម្ពុជាមនុស្សមានលុយច្រើនរាជការតាក់ទងហៅមកសួរនឹងមួយទៀតខ្ញុំឲ្យឧទាហរណ៍ដូចហ៊ុនតូមានលុយច្រើនណាស់រឿងលុយនឹងកើតពីខ្មៅពីសពីប្រផេះអត់និយាយទេទី1ហ៊ុនតូជាក្មួយសម្ដេចហ៊ុនសែនជាបងប្អូនជីដូនមួយសម្ដេចហ៊ុនម៉ាណែត
ឈប់ឈរឈ្មោះឲ្យក្រុមហ៊ុនទុច្ចរិតឈប់ឈរឈ្មោះឲ្យក្រុមហ៊ុនទុច្ចរិតត្រូវបញ្ចប់ទី2បើហ៊ុនតូឡើងចុះនៅប្រទេសកម្ពុជាហ៊ុនតូដែលជាតកូលហ៊ុនត្រូវបង្ហាញខ្លួនថាជាអ្នកផលិតហ៊ុនតូអាចផលិតលើកលែងតែផលិតគ្រឿងសង្វឹងពីព្រោះវាច្រើនហើយណាគួរហ៊ុនតូផលិតអីមួយផលិតជីដាក់ស្រែឬក៏ផលិតថ្នាំកសិកម្មឬក៏ផលិតគ្រាប់ពូជឬក៏ស្អីដែលហ៊ុនតូអាចដាក់លុយផលិតបានឲ្យតកូលហ៊ុននឹងមានចំណែកជាផលិតករហើយកែប្រែមុខមាត់ហ៊ុនតូនឹងកុំឲ្យគេមើលឃើញថាជាមនុស្សដែលឈរឈ្មោះឲ្យជនទុច្ចរិតខ្ញុំអត់ចោទហ៊ុនតូទេប៉ុន្តែហ៊ុនតូឈ្មោះវាក្អូបស្រាប់អញ្ចឹងឲ្យហ៊ុនតូនឹងមានមុខរបរគួរជាទីចាប់អារម្មណ៍កុំឲ្យចេះតែឈរឈ្មោះឲ្យជនទុច្ចរិតវាធ្វើឲ្យតកូលហ៊ុននឹងមានកិត្តិយសផងបងស៊ីណាតកូនគាត់មិនខ្វះលុយទេមានលុយអញ្ចឹងធ្វើរោងចក្រអីមួយទៅផលិតអីទៅមួយទៅតកូលហ៊ុនហើយចុះហ៊ុនម៉ាណាក៏មានអីទៅនឹងចំពោះអ្នកដែលអត់ធ្វើការរាជការមានអីទៅដើម្បីនេះដូចរឿងទឹកសតរឿងអីហ្នឹងលោហើយណាអាហ្នឹងអញ្ចឹងណាអូខេចំណែកឯគ្រឿងសង្វឹងស្រាបៀរស្រាអីគេមានច្រើនហើយក៏បំបីទៅធ្វើគ្រឿងឧបភោគបរិភោគដតៃទៅរីឯគ្រឿង consumer products ដតៃដូចជា electronic អីប្រទេសកម្ពុជាយើងអត់អាចធ្វើបានទេត្រូវការពេលវេលាផងហើយយើងមិនអាចប្រកួតប្រជែងតម្លៃជាមួយបរទេសបានទេប្រើប្រាស់យើងត្រូវដើរតាមជំហានផ្សេងអញ្ចឹងគ្រឿងឧបភោគបរិភោគវាអាចបំពេញសេចក្តីត្រូវការដំបូងរៀបចំអានឹងសិនបានកាត់បន្ថយការនាំចូលមីការនាំចូលដែរហើយរបៀបកាត់បន្ថយការនាំចូលរាជការដឹងហើយថាប្រទេសកម្ពុជាស្ថិតនៅក្នុង ASEAN Free Trade ហើយរាជការក៏ស្ថិតនៅក្នុងសម្ព័ន្ធពាណិជ្ជកម្មសេរីដតៃមានអបកាត់ខ្លះគេគិតរឿងធ្វើអាវុធចាញ់ច្បាំងទៅចាភ្លើចុយតម្រាយបើវាអត់មានអីស៊ីទៅបង្កើតកភ្លើងអាម៉េចក៏ដូចមកអាភ្លើពួកឯងនេះអត់យកក្បាលគិតរឿងជ្រះច្រំកដាលដើមទ្រូងទេឯងទៅជែកអីណាទៅធ្វើអាវុធអីឯងធ្វើឯងមានមកមីសអីទៅធ្វើបើឯងអត់គិតរឿងបាយកាពះឯងឧបត្ថម្ភអាចំណីអាហារខ្លួនឯងមិនបានឯងទៅធ្វើកភ្លើងស្អីឯងចង់ធ្វើដូចកូរ៉េខាងជើងស៊ីដំឡូងស៊ីពោតហើយធ្វើក៏បាច់នុយក្លេអាកភ្លើនេះភ្លើគេនិយាយពីរឿងគាត់គងប្រជាជនឲ្យវាបានផលិតផលប្រើប្រាស់នេះអត់ទេទៅបាច់សាយាម៉ូធ្វើកភ្លើងធ្វើម៉ែឯងស៊ីកភ្លើងហ្នឹងទៅមិនខ្វះទេកភ្លើងនោះអញមិនចង់បតិចឯងទេអូឆ្លាតណាស់អារឿងភ្លើហើយសិតតែរៀនសិតតែតាខ្ញុំខំធ្វើការរៀនខ្លួនឯងបងថ្លៃផ្ទះហើយចង់មិននៅភ្លើបើសេដ្ឋកិច្ចមិនពេញលេញទេទៅធ្វើស្អីបានដំបូងហ្នឹងគឺឧបត្ថម្ភការប្រើប្រាស់ហូបចុកនេះអូចាញ់ស្នៀតទៅធ្វើដ្រូនទៅធ្វើកភ្លើងអីអញបន់ឲ្យសៀមវាយម្ដងទៀតទេវាយឲ្យធំមែនតើឲ្យពួកអាភ្លើឯងហ្នឹងជីកចានអស់ទៅកុំឲ្យពិបាកពេកអូយភ្លើណាស់ឲ្យតែនិយាយពីរឿងឧបត្ថម្ភខ្លួនគឺចាញ់រឿងអាវុធមកដូចមកអាភ្លើឯងមានមកមីសអីទៅធ្វើទី1ឯងរៀនអត់ចប់ទី2ឯងមានលុយឯណាទៅធ្វើបើឯងគ្រប់គ្រងបាយទឹកស៊ីមិនបានអាខំនិយាយស្ដីប្រាប់ឯងពីរឿងច្រាស់ច្រំកណ្ដាលដើមទ្រូងនេះឲ្យវាពេញកាពះកុំឲ្យស៊ីរបស់គេច្រើនពេកមិនគិតទេឯណាផលិតកភ្លើងអីអញថាមិនចង់សំពងពួកឯងទេប៉ុន្តែដូចជាកើតឈួតអាម៉េចនិយាយពីរឿងផលិតឧបភោគបរិភោគឲ្យវាបានឆ្អែតកាពះប្រជាជនលក់ដូរអីឲ្យវាឆ្ងាញ់ភាសាអីសុខភាពល្អអីអត់គិតទេអីណាកភ្លើងអីវាយគ្នាទៀតទៅណាឲ្យយួនដាក់ពីកើតមកសៀមដាក់ពីលាច់ដល់ពួកឯងរត់ឲ្យចុយម្ដាយឲ្យបានសុបាយដោយអញរត់តាំងពីឆ្នាំ70រហូត
ដល់79អញរត់គ្មានឈប់ឲ្យពួកឯងរត់ម្ដងទៅអញរត់ជិត10ឆ្នាំប្រជាជនខ្មែររត់ច្រើនជាងនឹងទៀតចេះតែចូលហ្មងឥឡូវអញសួរឯងដកមកមីធ្វើជាពីមកៅស៊ូកើតទេអាអ្នកនិយាយហ្នឹងមើលពួកឯងហ្នឹងចេះយកមកមីក្តោធ្វើជាពីមកៅស៊ូបានទេធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបើយើងគ្មានស្បៀងជាម្ចាស់ការយើងគ្មានឧបភោគបរិភោគជាម្ចាស់ការយើងធ្វើអីបានខំប្រឹងនិយាយឲ្យស្ដាប់អីណាអត់ទេគិតរឿងធ្វើកំភ្លើងអញប្រាប់ឯងគ្រាន់តែប្រដាប់ប្រដាដែលហ៊ុនសែនសម្រាប់វាយក្បាលពួកឯងណាមិនខ្វះទេពេញឃ្លាំងហើយគ្រាន់តែប្រដាប់ប្រដាសៀមសម្រាប់វាយក្បាលឯងពេញឃ្លាំងពេញឃ្លាំងអូខេពេញឃ្លាំងអញប្រាប់ឯងពេញឃ្លាំងអូខេពេញឃ្លាំងហើយឯងទៅមើលព្រំដែនណាឯងទៅមើលព្រំដែនវៀតណាមឯងមានឃើញយួនធ្វើត្រង់សេនៅព្រំដែននេះអាបកាច់ពួកអាបកាច់ឯងដែលចង់ធ្វើកំភ្លើងហ្នឹងឯងទៅមើលឃើញយួនធ្វើព្រំដែនយួនធ្វើត្រង់សេទេឃើញទេហើយមានឃើញព្រំដែនកម្ពុជាវៀតណាមយួនវាធ្វើត្រង់វាធ្វើលេនឋានទេហើយមានឃើញទេណាហើយមានឃើញទេតែពួកឯងនិយាយពីរឿងធ្វើកំភ្លើងណាឯងមានឃើញទេមានអ្នកណាបានឃើញព្រំដែនវៀតណាមកម្ពុជាដែលយួនវាធ្វើត្រង់សេទេមានទេមានអ្នកណាបានឃើញទេមានទេអាអ្នកនិយាយពីរឿងកំភ្លើងមានទេមានបងប្អូនឃើញត្រង់សេវៀតណាមទេខ្ញុំថតទុកបងប្អូនត្រង់សេវៀតណាមធ្វើផុតពីដីកម្ពស់2.10 ម៉ែត្រណាបោកដីដាក់ជុំវិញហើយដាក់សិតតែថ្មដែលមិនមែនជាប្រភេទត្រង់សេទេជាប្រភេទប៉មប្រយុទ្ធនៅពេលដែលប្រទេសថៃដាក់ container ចាក់ឡតបេតុងធ្វើលេនឋានតាមបណ្ដោយព្រំដែនយួនធ្វើលេនឋានសិតតែស៊ីម៉ង់ចុះបើវាវាយឯងពីកើតហើយវាយឯងពីលេខហ្នឹងឯងទៅផលិតស្អីដកមកមីសទៅធ្វើជាពីមកៅស៊ូឯងបើបាយអត់មានស៊ីទេទៅមើលព្រំដែនវៀតណាមឯងឃើញព្រំដែនថៃហើយមិនក៏មិនមើលព្រំដែនវៀតណាមហើយឯងអត់គិតរឿងស្បៀងរឿងអាហារអីទេគិតតែពីរឿងធ្វើកំភ្លើងប្រាប់ឲ្យហើយណាគ្រាន់តែប្រដាប់វាយក្បាលឯងបើហ៊ុនសែនណាអត់ខ្វះទេអូនសភាវុធដែលថៃសម្រាប់វាយឯងក៏អត់ខ្វះដែរចំណែកយួនវិញអត់ខ្វះទេអូនប្រហែលខែមុនយួនយកអាការធ្វើជាកំភ្លើងឈ្នួនសម្រាប់បាញ់drone សៀមចម្លក់សៀមតាក់តងយួនដាក់M6 ដាក់M16ណាសម្រាប់បាញ់ drone ឥឡូវត្រឡប់ទៅវិញរឿងសម្ដេចហ៊ុនម៉ាណែតសម្ដេចហ៊ុនម៉ាណែតដែលនិយាយហ្នឹងសុំអង្វរសម្ដេចសុំអង្វរសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីសុំឲ្យចាត់វិធានការឲ្យច្បាស់លាស់ទៅយើងខ្ញុំគ្រប់គ្រងផលិតផលខ្មែរប៉ុន្តែសម្ដេចនិយាយអត់ធ្វើ homework អញ្ចឹងអត់ស្រួលទេសូមសម្ដេចធ្វើ homework ឲ្យច្បាស់លាស់ណាសូមសម្ដេចធ្វើ homework ឲ្យច្បាស់លាស់សម្ដេចហាមាត់ឡើងឲ្យដីគេដាំស្មៅដោយសង្ឃឹមថាគេនឹងផលិតទឹកដោះគោឲ្យគ្រប់ផឹក Are you joking ឲ្យដីកសិដ្ឋានផលិតទឹកដោះគោដាំស្មៅឲ្យ free
ដើម្បីឲ្យក្រុមហ៊ុនហ្នឹងផលិតទឹកដោះគោឲ្យច្រើនសម្រាប់ខ្មែរផឹកស្អីក៏កំ pl ែងម្លេះហើយសម្ដេចមានមើលទេសម្ដេចមានមើលទេដែលប្រជាជនផ្ទះ 3000 ខ្នងដែលប្រជាជនផ្ទះ 3000 ខ្នងណាដែលប្រជាជនផ្ទះ 3000 ខ្នងកំពុងតែសប្បាយរីករាយដូចកងគីមនិយាយតែកំពុងតែសប្បាយរីករាយសម្បើមណាស់ពីព្រោះបានផ្ទះនៅតែសប្បាយរីករាយណាអញ្ចឹងសុំឲ្យសម្ដេចប្រាប់អាគីមឲ្យវាទៅមើលផងនេះកំពុងសប្បាយចុយម្រាយមើលណាในขายโอสเปเนี่ยឥឡូវយើងបំភ្លេចចោលហើយណាយើងបំភ្លេចចោលហើយរុនតឯកប៉ុន្តែយើងមើលអានេះគ្រាន់បើអាថ្នល់នឹងនៅជិះម៉ូតូបានហើយឲ្យដី free ហ្មងបើចេះតែយកដីទៅឲ្យគេនោះងឺពុកលួយនៅតែបន្តតទៅទៀតមិនមែនឲ្យដីគេដាំស្មៅមិនមែនឲ្យដីគេដាំស្មៅហ្នឹងវាអាចផលិតទឹកដោះគោបានផឹកទេអញ្ចឹងសុំសម្ដេច do homework មែនតើគ្រប់គ្រងដល់ផលិតផលខ្មែរប៉ុន្តែតលតែហៅសម្ព័ន្ធសហគ្រាសយៈហ្នឹងមកនិយាយគ្នាបើតលតែនិយាយគ្នាចេះតែឲ្យគេ free ហ្មងលោកហ៊ុនម៉ាណែតនិយាយដូចរដ្ឋនឹងមានដីច្រើនឲ្យគេណាបញ្ហាដែលប្លង់ដីវាមិនទាន់រឹងត្រឹមត្រូវមកពីអីមកពីដីគឺជាទ្រព្យសម្បត្តិរបស់គណៈបកប្រជាជនដែលគណៈបកប្រជាជនយកដីធ្វើជាទ្រព្យសម្បត្តិប្រសិនបើឲ្យដីទៅអាគិរីសួរហើយចុះប្រជាជនដែលបាត់ដី 3000 ផ្ទះដែលនៅនឹងមិនក៏មិនចែកដីឲ្យគ្នាឥឡូវចែកផ្ទះមានចែកដីឲ្យគ្នាត្រឹមត្រូវទេហើយឥឡូវនឹងដូចកមួនត្រូវថ្ងៃអញ្ចឹងកំពុងតែបែកផុកខ្លាំងណាស់អាគីមវាថាអូតែប្រជាជនសបាយបបួលគ្រួសារគង់គីមឲ្យវាទៅនៅនឹងឲ្យវារើផ្ទះពីទឹកខ្មៅទៅនៅនឹងមួយខែតែវានិយាយថាប្រជាជននឹងសប្បាយណាស់ឈប់ភូតទៅបានទេណាបបួលអាគីមឲ្យយកប្តីប្រពន្ធវាទៅនៅនឹងទៅមិនបាច់នៅយូរទេនៅតែមួយខែទេសំណាងឲ្យខែភ្លៀងផងនោះមនុស្សខ្លាយទៅជាមន់ដុតមន់អាំងអស់ហើយមិនអាណិតគ្នាទេគួរណាស់តែបើមិនបានធ្វើឲ្យគ្នាត្រជាក់ទេឲ្យគ្នាបានដើរបានស្រួលផងហៅសេដ្ឋីឲ្យជួយបរិច្ចាគទៅណាទៅតឹង4ម៉ែត្របដោយ10ម៉ែត្រមានអ្នកណាចូលចាប់អ្នកផលទេផ្លូវនៅភូមិថ្មីផ្ទះ 3000 ហ្នឹងចាក់បេតុងឲ្យគ្នាផ្លូវហ្នឹងចាក់បេតុងឲ្យគ្នាឲ្យលឿនណាហើយដឹកអាបេតុងកំណល់កន្លះម៉ែត្រ4ជ្រុងកន្លះម៉ែត្រ4ជ្រុងណាដឹកយកទៅទម្លាក់ឲ្យអ្នកផ្ទះហ្នឹងដាក់3 4 5ប្រទេសឲ្យទៅដល់ចណ្ដាលមកផ្ទះបើមិនបានចាក់ទេគ្រាន់តែលើកដៃហើយដាក់អាប្រទេសស៊ីម៉ង់កន្លះម៉ែត្រ4ជ្រុងហ្នឹង5ដេស៊ីម៉ែត្រឬ7ដេស៊ីម៉ែត្រតម្លាក់ទៅឲ្យប្រជាជនគ្នាលើកពីផ្លូវយកទៅទម្លាក់ទៅធ្វើកំណល់សម្រាប់ដើរដើម្បីឲ្យគ្នាបានដើរកុំឲ្យបែកផុកពេកណាបងប្អូន
khơi chết bà mình chả phơi nắng ao nè miên nắng cái châu rùm châu bị phiệt tiền ấy khác nè na cái smart chat tất từng buôn mai phải đói đom mai nè nè bong bồn nè chăng tới à bà te bê tông đó nè ôi bong bồn dương đặt tới đó chỉ đào một tới con này kia ban đào không à con kim con chết thành gì lực muốn nên gì anh toàn thảo đấy nơi rôn tay ở nơi à tẹt chôn việc luôn bay pon đó bay phọc sầm đi muối à tẹt bay pon đó từ từng buôn máy và đòi đọt máy đó ôi nè chuột cá prap ឬក៏ក្រុមវិស្វកម្មប្រាប់ថាទៅតឹង4ម៉ែត្របដោយ10ម៉ែត្រអស់តម្លៃប្រមាណចាក់សាបផ្លូវបេតុងតឹងទៅសៃដែកផងអស់ប្រមាណណាខ្ញុំក៏អាចផ្ញើលុយឲ្យរាជការធ្វើដែរដើម្បីឲ្យជនភៀសសត្វនឹងគ្នាបានផ្លូវកុំឲ្យវាបែកផុកហើយអាប្រទេសស៊ីម៉ង4ជ្រុងដែលតម្លាក់ទៅលើដីទៅដល់ជាដើមមុខនឹងឲ្យគ្នាបាន4 5 6ប្រទេសផងទៅកុំឲ្យគ្នាដូចកមួនត្រូវថ្ងៃអញ្ចឹងលោកអើយលោកអានេះអត់មានបន្ទោសសម្ដេចធិបតីទេប៉ុន្តែអាគីមក៏និយាយភូតណាស់ប្រជាជនអឡើងបែកផុកឯងនាំប្រពន្ធឯងទៅនៅទៅបើវាសុបាយណាស់ឯងនាំប្រពន្ធឯងទៅនៅអាផ្ទះ3000ហ្នឹងអាផ្ទះ3000ហ្នឹងបានមួយខែទៅនេះអាមេយ៉ាប់ធ្វើមន្ត្រីយូរហើយយ៉ាប់ចេះនិយាយចឹងទៅកើតដែរនឹងចឹងណាបងប្អូនតែអា temporary home ហ្នឹងដឹងថា temporary home អញ្ចឹង temporary home ហ្នឹងលុយផុកឯងវ៉ាន់លីណាឯងយល់ថា temporary home ផ្ទះបដោះអាសន្នហ្នឹងត្រូវលុយផុកអីហ៎ណាវ៉ាន់លីណាអញ្ចឹងអាបដោះអាសន្នត្រូវស៊ីអាចធ្វើឲ្យគ្នានៅឲ្យគ្នាបានសុខផងមើលឲ្យគ្នានៅឲ្យគ្នាបានសុខផងណាឲ្យគ្នាបានសុខផងទៅអាណិតគ្នាណាអារឿងក្តៅដឹងហើយវាក្តៅធ្វើម៉េចផ្ទះសង្កសីប៉ុន្តែបែកផុកហើយសពងហើយអត់មានលក់អីកើតនេះតែឲ្យគ្នាធ្វើម៉េចលោក Donald Trump បានអះអាងថាអ្វីដែលលោកកំពុងធ្វើមិនប៉ះពាល់ទំនាក់ទំនងចិនអាមេរិកនោះទេប្រជាជនអាមេរិកមួយចំនួនបានមើលឃើញចិនមិនមែនជាសត្រូវឡើយទោះបីជាមានទំនាស់គ្នាក៏ដោយប្រទេសអ៊ៃរ៉ាន់កងទ័ពអ៊ៃរ៉ាន់បានគម្រាមកំហែងទៅលើផ្លូវដឹកជញ្ជូនសមុទ្រក្រហមប្រសិនបើកងទ័ពជើងទឹកអាមេរិកប្លុកច្រកសមុទ្រ Hormuz នេះគឺជាការគម្រាមកំហែងនៅពេលដែលលោកប្រធានាធិបតី Trump និងលោកអនុប្រធានាធិបតី Vance បានបង្ហាញថាអាចនឹងមានការជួបគ្នារវាងអ៊ៃរ៉ាន់និងអាមេរិកជាលើកទី2ក្នុងសប្តាហ៍នេះឬចុងសប្តាហ៍អ្នកវិភាគទាំងឡាយបាននិយាយថាណាប្រទេសទាំងឡាយដែលរងគ្រោះដោយសារនយោបាយក្រឡាប់ចាក់របស់លោកត្រាំឥឡូវនេះចាប់ផ្ដើមហ៊ានស្ដីបន្ទោសលោកត្រាំហើយពីព្រោះពួកគេបានឈឺក្បាលសម្បើមដោយកង្វល់ទាំងឡាយបង្កើតដោយនយោបាយក្រឡាប់ចាក់របស់លោកត្រាំមេបញ្ជាការនៃអង្គការចារកិច្ចរបស់អ៊ីស្រាអែលបាននិយាយថាទោះសង្គ្រាមត្រូវឈប់បាញ់ក៏ដោយក៏បេសកកម្មសម្ងាត់របស់ប្រទេសអ៊ីស្រាអែលត្រូវតែបន្តបំផ្លាញអ៊ៃរ៉ាន់គណៈបកស្ដាំ
នៅឯប្រទេសអាល្លឺម៉ង់បាននិយាយឲ្យដឹងថាគេទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់យកចិត្តទុកដាក់ការពារខ្លួនឲ្យមែនទែននៅពេលដែលនយោបាយសហរដ្ឋអាមេរិកលែងពឹងពាក់បានហើយនៅក្នុងរបាយការណ៍ស្ដីអំពីសទ្ធិតិក្នុងរបាយការណ៍ស្ដីអំពីសទ្ធិតិសម្រងមតិប្រជាប្រិយភាពរបស់លោកប្រធានាធិបតីត្រាំបានបង្ហាញឲ្យដឹងថាមតិគាំទ្ររវាងប្រជាពលរដ្ឋអាមេរិកកាំងចំពោះនយោបាយលោកប្រធានាធិបតី Donald Trump បានបន្តដាំក្បាលចុះទោះបីជាយ៉ាងដូចនេះក៏ដោយគេមិនទាន់ឃើញមានអ្នកនយោបាយណាមានឱកាសអាចនឹងប្រឈមឈ្មោះប្រធានាធិបតីក្រោយពីលោក Donald Trump ចាប់អាណត្តិនៅឡើយទេចំនួនទីក្រុង Vatican និងទីក្រុង Washington បានបន្តទៅទៀតនៅពេលដែលអ្នកវិភាគមួយចំនួនណាបានបន្តទំនាស់តទៅទៀតនៅពេលអ្នកវិភាគមួយចំនួនបន្ទោសសម្ដេចប៉ាបលីអូហើយមួយចំនួនបន្ទោសលោក Donald Trump ការកាន់ជើងមេដឹកនាំទាំងពីរនេះនៅបន្តខ្វែងគំនិតគ្នានៅក្នុងវេទិកានយោបាយពិភពលោកតទៅទៀតអង្គការ IMF International Monetary Fund បាននិយាយព្រមានឲ្យដឹងថាប្រសិនបើពិភពលោកនៅតែបន្តក្រឡាប់ចាក់បែបនេះពិភពលោកសេដ្ឋកិច្ចនឹងឈានចូលដល់ recession ក្នុងពេលឆាប់នេះដែលធ្វើឲ្យបណ្ដាប្រទេសជាច្រើនរងគ្រោះណានេះគឺជាចំណុចមួយណាឆ្នោតល្បីធំមួយនៅសហរដ្ឋអាមេរិកឈ្មោះ Powerball ចាប់ផ្ដើមកម្មវិធីចង់លក់ជាអន្តរជាតិឆ្នោត lottery ឈ្មោះ Powerball បានคล้ายទៅជាឆ្នោតដែលមានរង្វាន់ធំជាមួយនឹងឆ្នោត Mega Million នៅសហរដ្ឋអាមេរិក Summer ខែក្តៅខាងមុខនេះចាប់ពីខែមិថុនាទៅគឺ Powerball នឹងពង្រីកទីផ្សារលក់ឆ្នោតរបស់ខ្លួនទៅលើប្រទេសអង់គ្លេសប្រទេស Scotland និងបណ្ដាតំបន់មួយចំនួននៃចក្រភពអង់គ្លេសបានសេចក្តីថាកិច្ចព្រមព្រៀងរវាងឆ្នោត Powerball របស់សហរដ្ឋអាមេរិកនិងព្រមព្រៀងជាមួយចក្រភពអង់គ្លេសបង្កើតបាននៅសមាគម Multi State Lottery Association ដែល Multi State Lottery Association នេះនឹងលក់ឆ្នោតក្នុងតំបន់ជាច្រើននៃចក្រភពអង់គ្លេសហើយត្រូវទទួលស្គាល់ដោយគណៈកម្មាធិការរៀបចំឆ្នោតជាតិនៃចក្រភពអង់គ្លេសនិយាយខ្លីគឺចក្រភពអង់គ្លេសនិងគណៈកម្មាធិការល្បែងភ្នាល់បានព្រមព្រៀងឲ្យ The Powerball ដែលជាឆ្នោតសំខាន់នៅសហរដ្ឋអាមេរិកមានសិទ្ធិអំណាចក្នុងការបើកទីផ្សារឆ្នោតជាអន្តរជាតិនៅប្រទេសអង់គ្លេសនេះបើតាមព័ត៌មានស្ដីអំពីឆ្នោតដ៏ធំនៅប្រទេសអាមេរិកឈ្មោះ The Powerball Jackpot យើងរំពឹងគិតថាការពង្រីកកម្មវិធីលក់ឆ្នោត Powerball ទៅកាន់ប្រទេសអង់គ្លេសអាចធ្វើឲ្យមានកិច្ចសហប្រតិបត្តិការនិងសេចក្តីសប្បាយរីករាយក្នុង
ចំណោមអ្នកលេងឆ្នោតនៅចក្រភពអង់គ្លេសដែលនឹងបានសប្បាយរីករាយនឹងរង្វាន់ធំអ្នកលេងឆ្នោតនៅសហរដ្ឋអាមេរិកឆ្នោត Powerball មួយសន្លឹកតម្លៃ$2ហើយមានអ្នកលេងដែលមានឱកាសនឹងឈ្នះ